ចំណុចទី7មនុស្សចូលចិត្តស្ដាប់វិទ្យុដែលមានឈ្មោះថា WIIFM ជាងគេដែលមានន័យថា What is IT for me តើខ្ញុំទទួលបានប្រយោជន៍អ្វីពួកគេតែងសួរសំណួរបែបនេះនៅពេលគេធ្វើអ្វីមួយចំណុចទី8អ្នកដឹកនាំខ្លាំងយ៉ាងណាក៏ដោយបើគាត់មិនចេះបច្ចេកទេសដឹកនាំទេនោះស្ថាប័នឬប្រទេសជាតិមិនអាចបោះជំហានទៅមុខដោយជោគជ័យបានទេហើយបណ្ឌិតបើមិនចេះនយោបាយគឺមិនអាចដឹកនាំគ្រួសារឬក្រុមហ៊ុនបានល្អទេចំណុចទី9សម្រាប់ខ្ញុំវិបត្តិគឺជាឱកាសហើយបញ្ហាក៏ជាឱកាសដូចគ្នាដែរប្រសិនបើក្រុមហ៊ុនរបស់ខ្ញុំជួបបញ្ហាកាន់តែខ្លាំងខ្ញុំកាន់តែញញឹមវាដូចជាជំងឺបោសដែលវាប្រងតែធ្លាយមុខរបស់វាចឹងពេលវាធ្លាយមុខហើយមានន័យថាវានឹងបង្កភាពងាយស្រួលដល់ការព្យាបាលចំណុចទី10ថ្លៃគឺមិនអាចកាត់ថ្លៃបានធ្នូគឺមិនអាចយកអ្វីមកដូរបានភាពថ្លៃធ្នូគឺអ្វីដែលស្ត្រីយើងមានមិនអាចយកអ្វីមកទិញបាននិងមិនអាចមានអ្វីមកដូរបានឡើយការរៀបចំខ្លួនឲ្យមានភាពស្រស់ស្អាតគឺជាការផ្ដល់កិត្តិយសការគោរពនិងការឲ្យតម្លៃសម្រាប់ខ្លួនឯងនិងអ្នកដទៃចំណុចទី11ស្ត្រីត្រូវចេះជួយគ្នាចេះលើកទឹកចិត្តគ្នានិងចេះការពារគ្នាកុំឲ្យមានភាពកខ្វក់ឬភាពប្រឡាក់ប្រឡូសដោយរឿងអាស្រូវណាមួយជាពិសេសកុំឲ្យកូនក្មេងដែលកើតមករោគមុខឪពុកមិនឃើញចំណុចទី12មនុស្សជាតិមិនត្រូវបង្កើតភាពសោកសន្រេងនិងទុក្ខវេទនាដល់កុមារាកុមារីណាម្នាក់ឡើយស្ត្រីត្រូវតែរក្សាភាពបរិសុទ្ធនិងកុំបង្កើតរបស់คล้ายៗដល់មនុស្សជាតិនិងសង្គមជាតិ Point 7. People like to listen to the radio station called Whiff the Most, which means what is it for me? What do I get? They often ask this question when they do something. Point 8. No matter how strong a leader is, if he does not know the techniques of leadership, the institution or the nation cannot move forward successfully, and a doctor who does not know politics cannot lead a family or a company well. Point 9. For me, a crisis is an opportunity, and a problem is also an opportunity. If my company is in trouble, the more I smile, it is like a disease that is about to burst out. When it bursts out, it means that it will be easier to treat. Point 10. Price is priceless. Value is something that cannot be exchanged. Dignity is something that women have, nothing can buy it, and nothing can exchange it. Preparing yourself to be beautiful is giving honor, respect, and value to yourself and others. Point 11. Women must help each other, encourage each other, and protect each other from being dirty or stained by any scandal, especially so that children who are born do not see their fathers. Point 12. Humanity must not create sorrow and leave suffering to any child or girl. Women must maintain purity and not create false things for humanity and society.